大家早上好，早上好，我们继续学，继续学高尔夫的词汇，高尔夫的词汇，别ทำไมแตะตัวជាមួយនឹង高尔夫老师复习一下那个来估。好，那边那套老师已经学了班人รู้ហើយណាពាក្យទី1球车แปลថាឡានវាយកូ球座แปลថាที่球杆对球杆นี่แปลថាក្លឹបដងវាយ球杆นี่แปลទូទៅតែម្ដង球杆对球袋แปลថាកាបូបវាយកូនគោកាបូបសម្រាប់ដាក់球杆ហ្នឹងណាកាបូបសម្រាប់ដាក់ក្លឹប对球包兑换卡មានន័យថាបានexchange card 对បាន exchange card មានថាបានសម្គាល់好的，这样是把第1到第5除掉了，我们就从第6，对吧？第6，好，第6到第10 ，OK， 好，第6是木杆，对，แปลថាដងឈើ铁杆แปลថាដងដៃ好，积分卡កាតសន្សំបន្ទុក积分卡កាតសន្សំបន្ទុក球童 KD 球手แปลថា golfer នោះមានន័យថាអ្នកវាយកូនគោភ្ញៀវញ៉ាខ្លះភ្ញៀវវាយកូនគោ好ឬក៏ចឹងឡើង球员对球员យើងបង្កើតប្រយោគមួយមើល你是មានអ្នកគឺជា你是球童吗对你是球童吗នៅក្នុងប្រយោគគឺឲ្យតែមានពាក្យមកជាប្រយោគសំនួរអញ្ចឹងបើសិនជា A គេសួរអញ្ចឹង B ឆ្លើយថាម៉េច是的对ឬក៏បើសិនជាឆ្លើយអានេះគឺមាន yes ណាតែពេលមិនមែនទេគឺ不是对ហើយតែប៉ុណ្្នឹងបានហើយ不是对ប្រែថា no 好ចឹងយើងអាចសួរគាត់បាន对你是球员吗បងអ្នកលេងមែន你是球员吗ចឹងដូចគ្នានៅពេលយើងឆ្លើយមកឆ្លើយវិញទេឆ្លើយថា是的បើសិនមិនមែនទេគឺ不是មែនទេណានេះ是的ប្រែថា yes នេះប្រែថា no 对តែប៉ុណ្្នឹងទេ好តម្ដងទៀត木杆ដងឈើ铁杆ដងដៃ积分卡កាតសន្សំបន្ទុក球童 KD 球手ឬក៏球员ដូចគ្នាណា对អញ្ចឹងយើងរំលឹកតែប៉ុណ្្នឹងបានហើយអញ្ចឹងយើងចូលដល់មេរៀនយើងតវិញទៀត好អញ្ចឹងបើសិនទឹកមុនយើងរៀនដល់请问សូមសួរ今天ថ្ងៃនេះហៅប្រែថាលេខរៀងเนาะ月ប្រែថាខែ星期ប្រែថាសប្តាហ៍ហើយខែ1ដល់ខែ12ពួកយើងច្បាស់ហើយណា好的我们继续昨天ម្សិលមិញ明天ថ្ងៃស្អែក明天ថ្ងៃស្អែក好老师说对的老师带លើកមុនអញ្ចឹង好昨天是几月几号昨天是几月几号昨天是几月几号昨天是8月31号星期三昨天是8月31号星期二对不起没星期三了是ច្រឡំ星期二A 给说对他明天呢好明天是9月2号明天是9月2号星期四对好我们看昨天是几月几号មានន័យថា昨天ប្រែថាម៉េចម្សិលមិញ是ប្រែថាគឺ几月ប្រែថាខែម៉ាន几号ទីម៉ានអត់ទៅលើ几ប្រែថាប៉ុនម៉ាន几月几号开满ngày满昨天是8月31号星期二ម្សិលមិញគឺខែ8ថ្ងៃ31ត្រូវជាមួយនឹងថ្ងៃអង្គារ
ហើយចុះបើសិនជាពេលប្រឡងឬក៏លsưសួរជាក់ស្ដែងយើងអាចនិយាយថាប៉ាយាបានទេយើងត្រូវឧទាហរណ៍ឥឡូវខែ3អញ្ចឹងដាក់មក3月3月ត្រូវមួយអី18号ហើយត្រូវមួយអក្សរត្រូវមួយ星期一អញ្ចឹងយើងទៅដាក់星期一对星期一ថ្ងៃច័ន្ទបើដាក់ត្រូវ星期二ថ្ងៃអង្គារ星期三ថ្ងៃពុធ星期四ថ្ងៃពហុ星期五ថ្ងៃសុក្រ星期六ថ្ងៃអាទិត្យ星期天星期六ថ្ងៃសៅរ៍星期天ថ្ងៃអាទិត្យ好明天呢ហើយចុះថ្ងៃស្អែកវិញនៅមកថាហើយចុះឬក៏ចុះចំណែក明天呢明天是9月2号星期四ថ្ងៃស្អែកគឺខែ9ថ្ងៃ2ត្រូវជាមួយនឹងថ្ងៃពុធតែបើតាមជាក់ស្ដែងវាគេសួរអីឆ្លើយនឹងទៅពួកយើងបើគេសួរ几月ឆ្លើយថា8月បើគេសួរ几号ឆ្លើយថា31号បើគេសួរថា星期几នេះ星期几ប្រថាថ្ងៃអីយើងឆ្លើយថា星期二មកចប់បានហើយមិននិយាយវែងឆ្ងាយទេណាពួកយើង对ឆ្លើយខ្លីៗចំចំណុចដែលគេចង់បាន到第二道这里是去的学校看书去学校看书去学校看书去的学校ศาลาเรียน学校ศาลาเรียน看门书小朋事务书小朋去的学校ศาลาเรียน看门书小朋好去学校看书的ศาลาเรียน门小朋好明天星期六你去学校吗明天星期六你去学校吗我去学校你去学校做什么你去学校做什么我去学หมดสรุปจ้ะ学หมดสรุป校อ่านถูกมั้ยนะ看书书หนาเก้า我去学校看书我去学校看书对明天星期六ngày sai ngày sai你去学校吗เนี่ยទៅសាលារៀនអត់ចុះបើសិនជាឥឡូវយើងអត់ទៅសាលារៀនទេយើង你去上上班对你去上班吗តើអ្នកទៅធ្វើការអត់បើសិនជាទៅសាលារៀនដាក់学校បើសិនទៅធ្វើការដាក់上班对明天星期六你去上班吗តើថ្ងៃស្អែកត្រូវថ្ងៃស្អែកហ្នឹងអ្នកទៅធ្វើការអត់我去学校ខ្ញុំទៅសាលារៀនបើគេសួរសាលារៀនមិនឆ្លើយសាលារៀនមែនទេហើយបើគេសួរ上班បើឆ្លើយបើគេសួរ上班មិនឆ្លើយ上班មែនទេសួរអីឆ្លើយនឹងកុំគិតយូរវែងឆ្ងាយតោះណា对好的我们继续你去学校做什么តើអ្នកទៅសាលារៀនធ្វើអ្វីពាក្យថាធ្វើមិនថាធ្វើពួកយើងធ្វើនឹងប្រែថាធ្វើ你去学校做什么អ្នកទៅសាលារៀនធ្វើអី我去学校看书我去学校看书ខ្ញុំទៅមើលមេរៀនឬក៏ខ្ញុំទៅមើលសៀវភៅអញ្ចឹងមានថាគាត់ទៅសាលារៀនក្នុងគោលដៅមើលសៀវភៅដោយសារតែពេលខ្លះនៅផ្ទះគាត់ពិបាកក្នុងការអង្គុយឬក៏មើលបានតិចពេកឬក៏មនុស្សលោឡាពេកអញ្ចឹងណាអញ្ចឹងក៏គាត់បដូរទីតាំងទៅ学校对អញ្ចឹងយើង老师អាចសួរថាពេលប្រឡង老师សួរថា明天星期六你去上班吗ថ្ងៃស្អែកត្រូវថ្ងៃស្អែកអ្នកទៅធ្វើការអត់我去上班对តែ老师អាចសួរថា你去上班做什么អ្នកទៅធ្វើការធ្វើអ្នកទៅធ្វើការធ្វើអ្វីតែទៅធ្វើការគឺធ្វើការ对好的到叫老师复习一遍ទៀត到去的学校សាលារៀន看មើល书សៀវភៅអញ្ចឹងពួកយើងលើសcheckមើលសិនគួរតែដាក់សំណួរអីអត់看一下នេះពួកយើងចាំឆ្លើយសំណួរមកលើសសួរថា今天几月今天几月几号星期几对ឆ្លើយតែសំណួរនឹងមួយមកបានហើយមកមួយទៀតទៅ12
នេះមួយទៀត明天几月几号星期几យកតែពីរសំណួរនឹងបានហើយណាចាំ老师តម្លាក់ឲ្យណាហើយដល់ពេល3 4 5អីអានឹងចាំតទៀត好的那谢谢大家我们再见大家再见拜拜你们再见